ជំរាបសួរអ្នកស៊ើបអង្កេតទាំងអស់គ្នានៅពេលនេះយើងមកបំបីរឿងក្តីជាមួយនឹង Conan ជាបន្តទៅទៀតទាំងអស់គ្នាដោយពីភាពមុនយើងបានដោះស្រាយរឿងក្តីមួយដែលថាមានមនុស្សស្លាប់នៅក្នុងវិចិត្រសាលហើយក៏មានគ្នាយើងបានបំបីក្តីនឹងផងដែរដោយថាតែអ្នកគ្រប់គ្រងគឺជាឃាតករនៅពេលនេះផងដែរយើងមានករណីឃាតកម្មថ្មីមួយទៀតគឺជាហេតុការណ៍ដែលបរិះម្នាក់ត្រូវបានគេបាញ់សម្លាប់នៅថ្ងៃបុណ្យភូមិដូច្នេះកុំឲ្យខាតពេលយូរសូមអ្នកទាំងអស់គ្នាមកតាមដាននៅវីដេអូរបស់យើងដូចតទៅដើម្បីជាកម្លាំងចិត្តសូមអ្នកទាំងអស់គ្នាជួយចុច Subscribe ឲ្យមេដៃមេជើងហើយក៏អាចឧបត្ថម្ភខ្ញុំតាមរយៈ QR Code នេះផងដែរបាទដោយការវិភាគមុនក្រុមរបស់ Conan រ៉ាន់ជាមួយនឹងអ្នកស៊ើបអង្កេត Mori ក៏បានរកឃើញសាកសពរបស់បរិះម្នាក់ដែលថាស្លាប់នៅក្នុងបន្ទប់គំនូរមួយហើយបរិះម្នាក់នោះគឺជាស្ថាបនិកនៃសាលគំនូរមួយហ្នឹងដោយសាកសពរបស់គាត់ត្រូវបានគេសម្លាប់យកដាវចាក់ធ្លីបំពង់កជាប់ទៅនឹងជាងតាមរូបគំនូរនៃហាននរកមួយសន្លឹកនេះហើយនៅក្នុងនោះប៉ូលីសបានខកខ្លួនជនសង្ស័យចំនួនប្រមាណអ្នកដែលសុទ្ធសឹងជាអ្នកធ្វើការនៅក្នុងសាលគំនូរមួយហ្នឹងអ្វីដែលគេចាប់អារម្មណ៍ធំជាងគេនោះគឺនៅក្នុងកាមេរ៉ាសុវត្ថិភាពអ្នកស៊ើបអង្កេត Mori បានប្រទះឃើញថាមុនពេលស្លាប់ជនរងគ្រោះបានទាញនៅกระดาษមួយហើយសរសេរនៅអ្វីមួយយ៉ាងដាក់ទៅក្នុងกระดาษហ្នឹងហើយនៅពេលដែលពួកគេបានតែឆែកឆេរសាកសពរបស់ជនរងគ្រោះក៏បានឃើញกระดาษហ្នឹងមែននៅពេលដែលបើកមកមើលស្រាប់តែឃើញឈ្មោះរបស់គូបូតាហើយនៅរំពេចនោះគូបូតាក៏បានប្រកែកផងដែរថាគាត់មានរឿងអីដែលត្រូវទៅសម្លាប់មេរបស់គាត់បើមនុស្សអត់ដែលមានគំនុំជាមួយនឹងគ្នាផងដែរនៅកន្លែងកើតហេតុConanក៏បានសង្កេតឃើញប៊ិចម្ដាមជ្រុះនៅក្បែរហ្នឹងផងដែរហើយនៅពេលដែលក្រុមប៉ូលីសយកអាប៊ិចហ្នឹងមកមើលឃើញថាអាប៊ិចហ្នឹងគឺមានរូបរាងដូចទៅនឹងប៊ិចជនរងគ្រោះបោះចោលមុននឹងគេស្លាប់អញ្ចឹងតែទោះត្រង់ថាអាប៊ិចហ្នឹងនៅពេលដែលសរសេរទៅដូចមានដានធំជាងអាប៊ិចដែលជនរងគ្រោះបានសរសេរហើយនៅរំពេចនោះConanក៏បានសង្ស័យផងដែរដូច្នេះក៏បានទៅកន្លែងកាមេរ៉ាសុវត្ថិភាពដើម្បីត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពហ្នឹងសារថ្មីនៅពេលដែលបានទៅឆែកកាមេរ៉ាសុវត្ថិភាពConanក៏បានសង្កេតឃើញថាទឹកមុខរបស់ជនរងគ្រោះហាក់ដូចជាផ្លាស់ប្ដូរភ្លាមៗនៅពេលដែលបានទាញប៊ិចយកមកសរសេរលើអាកដាមួយហ្នឹងហើយនៅរំពេចនោះជនរងគ្រោះក៏បានគប់អាប៊ិចហ្នឹងចោលផងដែរហើយConanក៏បានសង្កេតឃើញផងដែរថាបើប៊ិចហ្នឹងអត់មានបញ្ហាអីទេមិនបានជនរងគ្រោះគប់ប៊ិចហ្នឹងចោលអញ្ចឹងដូច្នេះConanក៏បានទៅទាញអាកដាដែលថាជនរងគ្រោះបានសរសេរមុនហ្នឹងមកពិនិត្យសារថ្មីម្ដងទៀតស្រាប់តែឃើញស្នាមគូខ្វាច់លើនឹងដូចជាប៊ិចដែលគេសរសេរអត់ដានយកមកគូលើនឹងអញ្ចឹងហើយនៅរំពេចនោះក្រុមរបស់ប៉ូលីសក៏បានរកឃើញអាវក្រោះដែលឃាតករបានពាក់មកសម្រាប់ជនរងគ្រោះផងដែររីឯអ្នកស៊ើបអង្កេត Mori ក៏ឆ្ងល់ផងដែរថាគូបូតាឲ្យសម្រាប់មនុស្សក៏ទុកផោះតាំងច្រើនដល់ថ្នាក់ហ្នឹងដូច្នេះអ្នកស៊ើបអង្កេត Mori ក៏បានគិតឃើញផងដែរថាមិនមែនគូបូតាជាអ្នកសម្លាប់ទេច្បាស់ជាមាននរណាម្នាក់មានគម្រោងចោទប្រកាន់ទៅលើគូបូតាហ្នឹងឯងដូច្នេះដើម្បីបញ្ជាក់ការពិតConanក៏បានប្រើល្បិចដែលរត់ទៅកញ្ឆក់សភៅចេញពីដៃរបស់រ៉ានហើយក៏រកលេសថាគាត់ណាកូនឈឺនោមខ្លាំងតែគាត់អត់ដឹងថាបន្ទប់ទឹកនៅណាទេហើយConanក៏បានធ្វើជារត់ទៅសួរអាតាដែលថាជាអ្នកគ្រប់គ្រងនៅសារមន្ទីរមួយហ្នឹងតាហ្នឹងក៏បានប្រាប់ផ្លូវផងដែរថាឲ្យដើរទៅឆ្វេងបាត់ទៅស្ដាំទៅត្រង់បាត់ឆ្វេងទៅត្រង់បាត់ស្ដាំទៅឃើញហើយរីឯConanក៏បានយកលេសថាអត់ចាំផ្លូវទេលុះត្រាតែតាហ្នឹងគូផ្លូវឲ្យគាត់មកបានគាត់ដឹងហើយវាចៃដន្យអាតាហ្នឹងក៏ភ្លេចខ្លួនទាញប៊ិចយកមកទៅសេមកស្រាប់តែពេលដឹងខ្លួនវិញញ័រដៃទៅតាត់ហ្មងដោយសារតែប៊ិចអាតាហ្នឹងគឺអត់ដានទេហើយនៅពេលនោះអ្នកស៊ើបអង្កេត Mori ក៏ចាប់ផ្ដើមសង្ស័យផងដែរគាត់ក៏បានសង្កេតឃើញនៅលើកណ្ដាលដែលជនរងគ្រោះបានសរសេរមុនស្លាប់ហ្នឹងគឺមានស្នាមគូសកវេកវោកដូចអ្នកសរសេរហ្នឹងយកប៊ិចអាដានមកសរសេរចឹងហើយនៅពេលនេះគឺចាប់បានស្រែកដែលថាអាតាហ្នឹងគឺជាឃាតករដែលគាត់ហ្នឹងបានរៀបចំគម្រោងគ្រប់យ៉ាងដើម្បីចោទប្រកាន់ទៅលើគូបូតាហើយប៊ិចដែលឃាតករសរសេរគឺនៅក្នុងដៃគាត់អាប៊ិចអាដានហ្នឹងគ្នាយើងរីឯអាប៊ិចដែលថាដានវិញគឺគាត់យកទៅដាក់នៅកន្លែងមួយដែលថាទុកឲ្យប៉ូលីសចាប់អារម្មណ៍ហ្នឹងឯងហើយមិនតែចាំបាច់លាក់បាំងអីទៀតទេអាតាហ្នឹងឯងគឺជាឃាតករដែលជាអ្នកសម្លាប់ស្ថាបនិកនៃសារមន្ទីរមួយហ្នឹងហើយគាត់ក៏បានសារភាពផងដែរថាមូលហេតុដែលគាត់សម្លាប់ស្ថាបនិកនៃសារមន្ទីរគំនូរមួយហ្នឹងចោលក៏ព្រោះថាស្ថាបនិកនៃសារមន្ទីរមួយហ្នឹងគឺមានបំណងក្នុងការចង់បិទសារមន្ទីរមួយហ្នឹងចោលហើយដែលហេតុថាអាតាហ្នឹងគឺជាអ្នកស្រឡាញ់គំនូរស្រឡាញ់វិស័យសិល្បៈគាត់អត់ចង់ឲ្យសារមន្ទីរហ្នឹងត្រូវបានបាត់បង់ក៏សម្រាប់ចិត្តថាសម្រាប់អាស្ថាបនិកហ្នឹងចោលទៅមានអាណាបិទកើតហើយគាត់ក៏បាននិយាយផងដែរថាគាត់ជាប់គុកគឺជាប់គុកតាមកចិត្តងាប់ហើយជាប់គុកទៀតងាប់ក្នុងគុកហ្នឹងមកទៅនិយាយលេងគ្នាយើងក៏ថាគាត់អាយុប៉ុណ្ណេះហើយក៏មិនខ្លាចអ្វីទេឡើយសំខាន់គឺគាត់អាចការពារនៅស្នាដៃសិល្បៈគំនូរទាំងអស់នេះបានក្រោយមកទៀតសាច់រឿងក៏បានកាត់បង្ហាញឲ្យយើងឃើញនៅក្នុងភូមិមួយដែលមានឈ្មោះថា Tenkaichi ដែលនៅថ្ងៃហ្នឹងផងដែរគឺជាថ្ងៃបុណ្យភូមិហើយយើងក៏បានឃើញផងដែរថាមានបរិសម្នាក់កំពុងតែកាយកៅអៅហើយបរិសម្នាក់ទៀតកំពុងតែដោះធ្មេញរៀបចំខ្លួនដើម្បីចូលរួមក្នុងពិធីបុណ្យភូមិមួយហ្នឹងហើយបរិសដោះធ្មេញនោះក៏បានមកសួរថាចុំហើយពាក់កៅអៅចឹងទៅចូលរួមបុណ្យភូមិមែនលេងមែនអីអាបរិសដែលថាកាយកៅអៅហ្នឹងក៏បានទាញកាភ្លើងចេញមកពីចង្កេះស៊ុចភ្ជុំក្បាលរបស់អាបរិសដែលថាដោះធ្មេញមួយហ្នឹងហើយមិនមែននិយាយច្រើនទេអាបរិសដែលថារុំកៅអៅចិត្តហ្នឹងក៏បានកេះកាយកាភ្លើងបាញ់សម្លាប់អាបរិសដែលថាដោះធ្មេញមួយហ្នឹងចោលបាត់ទៅហើយមុននឹងចាក់ចេញបរិសដែលថារុំកៅអៅចិត្តហ្នឹងក៏បានយកលុយរបស់ជនរងគ្រោះតាំងអំបាលម៉ានហ្នឹងទាំងអស់ផងដែរហើយនៅពេលដែលឃាតករនឹងបានចេញពីបន្ទប់មួយហ្នឹងក៏មានអ្នកភូមិ
ហោហែថាមានឮសំឡេងកំភ្លើងនៅក្នុងបន្ទប់មួយហ្នឹងអត់ចាំយូរទេអាឃាតករម្នាក់ហ្នឹងក៏បោកក្របបែករត់ស៊ុយតែម្ដងហើយដើម្បីបំបត្តិផោះតាងអាឃាតករមួយហ្នឹងក៏បានយកកំភ្លើងយកកៅអៅសម្ភារៈវាតាំងអំបាលម៉ានហ្នឹងទៅបោះចូលក្នុងទឹកទន្លេអស់ទៅហើយយើងក៏បានឃើញថាអាឃាតករមួយហ្នឹងក៏បានយកកាមេរ៉ាភ្ជាប់ជាមួយនឹងខ្លួនវាមកផងដែរហើយសាច់រឿងក៏បានកាន់មកក្នុងកម្មវិធីបុណ្យភូមិម្នេះវិញដោយយើងឃើញថានៅក្នុងកម្មវិធីបុណ្យភូមិមួយហ្នឹងគឺមានមនុស្សចូលរួមច្រើនកករួមទាំងមានតួអង្គសំខាន់របស់យើងរ៉ាន់ខូណានជាមួយនឹងអ្នកស៊ើបអង្កេតម៉ូរីផងដែរហើយនៅទីនោះពួកគេដើរលេងកម្សាន្តតាមផ្លូវមើលនេះមើលនោះស្រាប់តែបានទៅជួបគ្នាជាមួយនឹងអាឃាតករមិញហ្នឹងអាឃាតករមួយហ្នឹងក៏បានពឹងឲ្យរ៉ាន់ហ្នឹងជួយថតរូបឲ្យគាត់ផងហើយគាត់ក៏បានណែនាំឈ្មោះប្រាប់ទៅកាន់រ៉ាន់ជាមួយនឹងអ្នកស៊ើបអង្កេតម៉ូរីផងដែរហើយគាត់នឹងផងដែរគឺមានឈ្មោះថាណូរេកាស៊ូសាសៃហើយនៅទីនោះអ្នកស៊ើបអង្កេតម៉ូរីក៏បានឆ្ងល់ផងដែរថាមេអាមួយហ្នឹងបែកញើសត្រង់ហត់ស្បើមហ៎ហើយនៅពេលដែលរ៉ាន់កំពុងតែថតរូបឲ្យសាសៃសុកហ្នឹងស្រាប់តែមានបរិសម្នាក់ទៀតបានអឺតកមកពីក្រោយសាសៃហ្នឹងតែម្ដងហើយគាត់ក៏បានណែនាំខ្លួនថាគាត់ហ្នឹងគឺជាអ្នកស៊ើបអង្កេតមួយដែរហើយគាត់មកនេះដើម្បីនាំខ្លួនសាសៃហ្នឹងទៅសាកសួរអំពីការស្លាប់របស់ជនរងគ្រោះហើយនៅទីនោះយើងក៏បានដឹងឈ្មោះរបស់ជនរងគ្រោះផងដែរថាមានឈ្មោះថាសាតូរ៉ូអ៊ីម៉ាតាកេហើយគ្រាន់តែទៅដល់កន្លែងស៊ើបអង្កេតភ្លាមអាអ្នកស៊ើបអង្កេតមួយដែលថាមកតាមសាសៃហ្នឹងគឺស្គាល់អ្នកស៊ើបអង្កេតដល់ល្បីឈ្មោះរបស់យើងម៉ូរីហ្នឹងតែម្ដងដោយថាគាត់ហ្នឹងគឺជា fan របស់អ្នកស៊ើបអង្កេតម៉ូរីហ្នឹងឯងដែលនៅទីនោះអ្នកស៊ើបអង្កេតម៉ូរីជាមួយនឹងខូណានក៏បានសង្កេតឃើញថាជនរងគ្រោះគឺត្រូវបានគេបាញ់សម្លាប់ហើយលុយរបស់ជនរងគ្រោះក៏ត្រូវបានគេប្លន់យកទៅអស់ទៀតជាងនេះទៅទៀតនៅមាត់របស់ជនរងគ្រោះគឺនៅមានថ្នាំដល់ថ្មិញនៅឡើយទេយីបកាច់មកមើលស្អីដែរមកកញ្ញោហើយយីឯអាឃាតករសាសៃនេះវិញគឺថា300 IQ តែម្ដងតែគេបាននិយាយថាគេអត់បានដឹងទេថាពួកម៉ាក់របស់គេណាត្រូវបានគេមកបាញ់សម្លាប់ប្លន់យកលុយនៅក្នុងបន្ទប់បែបនេះតែអ្នកដែលគួរឲ្យសង្ស័យជាងគេគឺជាអាមួយឃាតករហ្នឹងឯងតែសំខាន់ណាមួយឃាតករហ្នឹងគឺវាមានផ្លោះតាំងដើម្បីដោះស្រាយរួចខ្លួនរបស់វាផងដែរដោយឃាតករសាសៃក៏បានយកកាមេរ៉ាថតរូបទៅបង្ហាញប៉ូលីសហើយវាក៏បានលើកហេតុផលមកថានៅពេលដែលកើតហេតុហ្នឹងវាបាននៅក្នុងបន្ទប់ជាមួយនឹងជនរងគ្រោះហ្នឹងឡើយគឺវារវល់ទៅចូលរួមក្នុងពិធីបុណ្យភូមិអញ្ចឹងហើយវាបាននៅក្នុងបន្ទប់ជាមួយនឹងជនរងគ្រោះហើយវាក៏បានដឹងថាជនរងគ្រោះស្លាប់ពីអង្កលដែរតាមការធ្វើកសោវិច័យនិងសាកសួរពីអ្នកជិតខាងប៉ូលីសក៏បានដឹងផងដែរថាជនរងគ្រោះណាគឺត្រូវបានស្លាប់ខ្ទង់ម៉ោង 8:02 នាទី 3 នាទីហ្នឹងឯងរយៈឃាតករសាសៃវាក៏ថាម៉ោងប៉ុណ្្នឹងហ្នឹងខ្ញុំរវល់ថតរូបនៅកន្លែងបុណ្យភូមិមកអត់បានមកទេដូច្នេះនៅពេលនេះប៉ូលីសអត់មានផុសតាំងអីដែលអាចចោទប្រកាន់ថាសាសៃគឺជាឃាតករឡើយក្រោយមកទៀតដឹងអាប៉ែណាទេជិះឡានមកពីណាក៏ស្រែកថាបងប្រុសអាប៉ែមួយហ្នឹងគឺជាប្អូនប្រុសរបស់ជនរងគ្រោះហើយគេមកទីនេះដើម្បីមកមើលសាកសពរបស់បងប្រុសរបស់គេហ្នឹងឯងតែមិនអីគ្រាន់តែមកដល់ភ្លាមប៉ូលីសក៏បានយកប៉ែហ្នឹងធ្វើជាជនសង្ស័យម្នាក់ទៀតបដ យហើយនៅទីនេះសាច់រឿងក៏បានបង្ហាញយើងឃើញផងដែរថាអាប៉ែមួយដែលថាមកមិញហ្នឹងដែលត្រូវជាប្អូនប្រុសរបស់ជនរងគ្រោះជាមួយនឹងឃាតករសាស័យរបស់យើងគឺសុទ្ធសឹងជាកវីនិពន្ធទាំងអស់ហ្នឹងចំណែកឯខូណានក្រោយពីបានសង្កេតមើលរូបថតរបស់ឃាតករសាស័យនិងវិភាគកន្លែងកើតហេតុរួចមកក្រោយពីបានដឹងរឿងសពគ្រប់ខូណានក៏អាចសន្និដ្ឋានបានផងដែរថានរណាគេគឺជាឃាតករហើយមួយទៀតប៉ូលីសក៏បានសួរឃាតករសាស័យផងដែរថានៅពេលដែលឃាតករសាស័យទៅថតរូបមិនក៏វាដឹងមកច្បាស់ម៉េះវាក៏បានតបថាវាគឺភ្លេចពាក់នាឡិកានៅក្នុងថ្ងៃនេះហើយអាម៉ោងដែលវាប្រាប់ប៉ូលីសមុនហ្នឹងគឺវាសន្និដ្ឋានទេហើយមិនចាំយូរទេខូណានក៏បានប្រើឧបករណ៍ដែលថា Professor ឯកសារបានផ្ដល់ឲ្យគេហ្នឹងបាញ់ទៅចំកញ្ចឹងករបស់អ្នកស៊ើបអង្កេតម៉ូរីធ្វើឲ្យអ្នកស៊ើបអង្កេតម៉ូរីខ្វាត់ហើយខូណានក៏បានប្រើបដូរសម្លេងដែល Professor ឯកសារបានផ្ដល់ឲ្យដើម្បីដោះស្រាយរឿងក្តីមួយនេះខូណានក៏បានរាយរាប់រៀបរាប់ផងដែរថាករណីមួយនេះមិនមែនចោលមកពីណាគូស្វាបើកបន្ទប់បាញ់ក្បាលជនរងគ្រោះដើម្បីប្លន់លុយអីឡើយហើយករណីនេះផងដែរគឺអ្នកសម្លាប់នឹងអាចត្រូវជាមិត្តភ័ក្តិរបស់ជនរងគ្រោះហើយអាចជាអ្នកនៅក្នុងបន្ទប់មួយគ្នាស្និទ្ធស្នាលជាមួយនឹងគ្នាទៀតផងមូលហេតុដែលអាចសន្និដ្ឋានបានបែបនេះដោយសារតែវាមិនដែលអាណាពងតដោះថ្មិញហ្នឹងឆ្លៀតទៅបើកទ្វារបន្ទប់ហើយបើយើងពងតដោះថ្មិញលឿនណាគេគូទ្វារបន្ទប់មនុស្សអស្គមមុខយ៉ាងបើកឲ្យចូលដែរដូច្នេះហើយច្បាស់ជាអាអ្នកនៅក្នុងបន្ទប់ជាមួយនឹងឯងជាអ្នកបាញ់សម្លាប់ជនរងគ្រោះហើយឃាតករសាស័យវាក៏បានសើចថាផោះតាំងដោយកូនក្មេងចង់មកចាប់វាដាក់គុកមិនកើតតែនៅរំពេចនោះខូណានក៏បានសង្កេតឃើញថានៅដៃរបស់អាជនសង្ស័យហ្នឹងគឺវាអត់មានពាក់នាឡិកាអីឡើយដូច្នេះហើយអាស្នាមដែលថានៅលើដៃដែលថាវាពាក់នាឡិកាហ្នឹងគឺច្បាស់ជាស្នាមដែលវាប្រឌិតឡើងតែប៉ុណ្ណោះព្រោះអីថានៅប្រហែលម៉ោងមុនដែលថាថតរូបនៅលើដៃវាអត់មានស្នាមនាឡិកាទេនៅពេលនេះស្រាប់តែមានស្នាមនាឡិកាមកពីណានៅពេលដែលបានផោះតាំងប៉ុណ្ណេះប៉ូលីសក៏បានដៃចោតប្រកាន់ទៅលើអឃាតករនឹងបដ យហើយអឃាតករនឹងអត់មានលាក់បាំងអីតទៀតទេក៏បានសារភាពត្រង់ប្រាប់ទៅកាន់ក្រុមប៉ូលីសជាមួយនឹងអ្នកស៊ើបអង្កេតម៉ូរីតែម្ដងដោយថាគាត់ហ្នឹងគឺជាឃាតករជាអ្នកបាញ់សម្លាប់ជនរងគ្រោះពីឯមូលហេតុយើងមិនបាច់
តែបកស្រាយច្រើនទេដឹងត្រឹមថាជាវិបត្តិលុយកាក់ជាមួយនឹងទំនាស់ក្នុងខ្លួនដោយសារតែអាពីរអ្នកហ្នឹងគឺអាមួយជាអ្នកលួចស្នាដៃរបស់អាមួយទៀតទៅធ្វើអាមួយទៀតណាខឹងមកសម្រាប់អាមួយដែលថាជាអ្នកលួចស្នាដៃហ្នឹងឯងក្រោយមកទៀតសមត្ថកិច្ចក៏បានចាប់អឃាតករយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់ចំណែកឯខូណាន់ក៏រួចខ្លួនដែរដោយសារតែចេញអាការៈផ្លែផ្លែជាច្រើនលើច្រើនសារពេកនៅពេលនេះរ៉ាន់គឺចាប់ដើមចាប់បានបដាហើយនៅពេលបន្ទាប់ទៀតអ្នកទាំងអស់គ្នានឹងបានទស្សនាការបំបែកក្តីឈឺក្បាលជាច្រើនទៀតដូច្នេះហើយបើអ្នកទាំងអស់គ្នាចូលចិត្តរឿងបែបស៊ើបអង្កេតដោះស្រាយរឿងរ៉ាវក្តីឃាតកម្មចាប់ចម្រិតនិងវាយប្រហារផ្សេងៗសូមកុំភ្លេចតាមដាននៅពេលបន្តទៀតទាំងអស់គ្នាហើយបើសិនជាចូលចិត្តកុំភ្លេចជួយចុចមេដៃចុច Subscribe ឲ្យបានច្រើនទាំងអស់គ្នាមកអរគុណ Thank you so much